អញ្ញាធិខេត្តសៀមរាបជំរុញដល់ប្រជាពលរដ្ឋពិសេសយុវជនរួមគ្នាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរព្រោះវាជាទូនាទីរបស់យើងគ្រប់រូបមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបដោយមានការសហការគាំទ្រពីរដ្ឋបាលខេត្តនិងស្ថាប័នផ្សេងៗទៀតបានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ3មិនិនាលើកទី27ឆ្នាំ2025រយៈពេល3ថ្ងៃចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23ខែមិនិនានេះក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើងដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយនិងជាទិវាបង្កើតនូវក្តីស្រឡាញ់ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិទាំងនេះឲ្យស្ថិតស្ថេរគង់វង្សលោកមួនសុភាតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបង្ហាញថាការរៀបចំទិវានេះឡើងគឺដើម្បីលើកកម្ពស់ស្មារតីប្រជាជនមហាជនជាពិសេសយុវជនដែលជាអ្នកបន្តវេនឲ្យកាន់តែមានការយល់ដឹងពីតម្លៃនៃវប្បធម៌ដ៏សម្បូរបែបរបស់ដូនតាខ្មែរបានបន្សល់ទុកមកហើយបានបន្តរស់រវើកប្រកបដោយសុខដុមភាពដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់មានសីលធម៌គុណធម៌និងការអភិវឌ្ឍកន្លងមកមន្ទីរបានខិតខំផ្សព្វផ្សាយនិងអភិរក្សដើម្បីរក្សាការពារមិនឲ្យបាត់បង់នៅគ្រប់ទម្រង់រូបភាពនៃសិល្បៈវប្បធម៌ការអភិវឌ្ឍច្នៃប្រឌិតបង្កើតសកម្មភាពផ្សព្វផ្សាយជាប់ជាប្រចាំទាំងវប្បធម៌រូបិយនិងអរូបិយសម្ដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌នៅក្នុងខេត្តសៀមរាបលោកលីសេរីអភិបាលរងខេត្តមានប្រសាសន៍ថាការការពារថែរក្សានៅព្រលឹងអត្តសញ្ញាណសម្បុរជាតិសាសន៍និងសម្បត្តិបេតិកភណ្ឌវប្បធម៌មិនអាចតែមន្ទីរវប្បធម៌និងវិចិត្រសិល្បៈឡើយព្រោះវាជាកាតព្វកិច្ចរួមរបស់ប្រជាជាតិយើងទាំងអស់គ្នាដែលត្រូវរួមគ្នាអនុវត្តដោយឈលលើទិសស្លោងកម្ពុជាជាព្រះរាជាណាចក្រនៃវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរាជជាតិកានលោកលីសេរីបន្តថាសម្រាប់ការប្រារព្ធទិវាវប្បធម៌ជាតិនៅពេលនេះជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងន័យនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសយុវជនចូលរួមថែរក្សានិងលើកតម្កើងនូវមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុករាប់ជំនាន់មកនេះលោកអភិបាលរងខេត្តក៏បានជំរុញដល់ភាគីពាក់ព័ន្ធលើកកម្ពស់ភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យា Digital ព្រមជាមួយនឹងគំនិតព្រួយផ្ដើមថ្មីឈលលើមូលដ្ឋានអត្តសញ្ញាណជាតិដើម្បីបង្កើននូវភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅជាពិសេសកុមារយុវជនស្ត្រីមនុស្សចាស់និងជនមានពិការភាពក្រោមទិសស្លោងសិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា